ការញ៉ាំទឹកបានគ្រប់គ្រាន់តើវាមានប្រយោជន៍មិនខ្លះដល់សុខភាពរបស់យើងខ្ញុំតែងតែណែនាំដល់អ្នកជំងឺរបស់ខ្ញុំឬក៏ណែនាំទៅដល់បងជាច្រើនឲ្យគាត់ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ថាវាជួយប្រយោជន៍ច្រើនមែនទែនចឹងឯនេះគឺខ្ញុំមកលម្អិតទៅនឹងអត្ថប្រយោជន៍នៃការញ៉ាំទឹកតើវាជួយអ្វីបានខ្លះទៅដល់សុខភាពរបស់យើងបងប្អូនដឹងហើយរាងកាយរបស់យើងត្រូវការជាតិទឹក75%ចាដើម្បីធ្វើរាងកាយរបស់យើងសុខភាពល្អអញ្ចឹងជាតិទឹកគឺសំខាន់ណាស់សំខាន់ជាងចំណីអាហារផ្សេងទៀតចឹងបងប្អូនញ៉ាំទឹកបានច្រើនគឺវាជួយទៅដល់សុខភាពរាងកាយរបស់យើងតែម្ដងវាជួយទី1គឺនៅពេលដែលបងប្អូនញ៉ាំទឹកពេលព្រឹកពោះតទេភ្ញាក់មកញ៉ាំទឹកមួយកែវគឺវាជួយលាងសម្អាតសារជាតិពុលសារជាតិគីមីកាកសំណល់ចេញពីប្រព័ន្ធរំលាយអាហាររបស់យើងហ្មងធ្វើឲ្យយើងនឹងឈឺបត់ជើងហើយបត់ជើងបានទៀងទាត់ទេពេលដែលយើងញើសមកយើងញ៉ាំទឹកគឺវាលាងសម្អាតកាកសំណល់ចាចេញពីប្រព័ន្ធរំលាយអាហាររបស់យើងបានល្អចាទី2គឺវាជួយធ្វើឲ្យដំណើរការនៃការផលិតគ្រាប់ឈាមក្រហមចាដំណើរការបានល្អផ្ដល់អុកស៊ីសែនបានគ្រប់គ្រាន់ចាចំណុចទី3វាជួយដល់ការសម្រកគីឡូជួយរក្សាតុល្យភាពកម្ពស់និងគីឡូរបស់យើងបានល្អជួយឲ្យដំណើរការនៃការដុតបែកសារជាតិខ្លាញ់ឬក៏ការសម្រកគីឡូបានល្អប្រសើរចាចំណុចទី4គឺវាជួយទៅដល់សម្រស់របស់យើងតែម្ដងពេលដែលយើងញ៉ាំទឹកបានគ្រប់គ្រាន់គឺស្បែករបស់យើងវាមានសំណើមចាស្បែករបស់យើងអត់ស្ងួយហើយអត់ជ្រេងជ្រួញអញ្ចឹងរាងកាយរបស់យើងគឺល្អប្រសើរជាពិសេសពេលដែលយើងញ៉ាំទឹកគ្រប់គ្រាន់គឺយើងអារម្មណ៍ល្អយើងអត់ឈឺក្បាលយើងអត់មានអារម្មណ៍ឈឺក្បាលយើងអត់មានអារម្មណ៍ថា stress ឬក៏តានតឹងទេគឺធ្វើឲ្យយើងនឹងមានសុខភាពល្អត្រជាក់ខាងក្នុងហើយក៏ធ្វើឲ្យយើងអារម្មណ៍ល្អដែរអញ្ចឹងញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ដើម្បីរាងកាយរបស់យើងនឹងចាទទួលបានសុខភាពល្អចា៎